ក្រុមហ៊ុន VW Win Holding PLC ជាក្រុមហ៊ុនអាជីវកម្មឆ្នោតខេមឡូតូបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការបើកដំណើរការអាជីវកម្មឆ្នោតខេមឡូតូសម្រាប់ប្រជាពលរដ្ឋទូទៅនិងអតិថិជនកម្ពុជាចូលចិត្តកម្សាន្តនិងជាការផ្សងសំណាងស្វែងរកប្រាក់លាភតាមរយៈនៃការលេងឆ្នោតដែលមានកម្រិតស្តង់ដារអន្តរជាតិលោក Jim Mikong អគ្គនាយកក្រុមហ៊ុនឆ្នោតខេមឡូតូបានឲ្យដឹងថាក្រុមហ៊ុន VW Win Holding PLC បានបង្កើតប្រព័ន្ធបង់ពន្ធស្ថិរភាពជូនរដ្ឋលើប្រាក់ចំណូលពីការលក់និងផ្ដល់ឱកាសការងារល្អប្រសើរដល់ប្រជាជនកម្ពុជាបានបន្តទៀតថាក្រៅពីរកប្រាក់ចំណូលក្រុមហ៊ុនឆ្នោតខេមឡូតូនឹងផ្ដល់ប្រាក់ចំណូលមួយចំនួនធំសម្រាប់មូលនិធិសប្បុរសធម៌ដែលវិទ្យាស្ថានបណ្ដុះបណ្ដាល DSSG នឹងត្រូវបង្កើតឡើងនៅក្នុងត្រីមាសទី1ក្នុងឆ្នាំ2014ខាងមុខដើម្បីផ្ដល់ជំនួយផ្នែកអប់រំទៅតាមតម្រូវការលោកបញ្ជាក់បន្ថែមថាការលេងឆ្នោតខេមឡូតូនឹងមានរង្វាន់ពិតប្រាកដជូនដល់អតិថិជនដែលរង្វាន់ធំមានទឹកប្រាក់រហូតដល់50លានរៀលដែលស្មើនឹង$12,500 សហរដ្ឋអាមេរិកព្រមទាំងរង្វាន់លួងចិត្តជាច្រើនទៀតហើយការចាប់ឆ្នោតរបស់ក្រុមហ៊ុនខេមឡូតូក្នុងមួយសប្តាហ៍មានចំនួន4ដងចំពោះលេខឆ្នោតនិងសញ្ញាឆ្នោតឈ្នះរង្វាន់នឹងត្រូវធ្វើការផ្សព្វផ្សាយតាមរយៈកញ្ចក់ទូរទស្សន៍កាសែតនិងប្រព័ន្ធអ៊ីនធឺណិតផងដែរជាចុងក្រោយនេះអគ្គនាយកក្រុមហ៊ុនឆ្នោតខេមឡូតូបានធ្វើការបញ្ជាក់ថាដើម្បីឆ្លើយតបទៅនឹងការគាំទ្រពីសំណាក់អតិថិជនជាច្រើនខេមឡូតូបានបដិញ្ញាអនុវត្តនូវគ្រប់កិច្ចសហប្រតិបត្តិការឲ្យបានល្អបំផុតតាមរយៈការផ្ដល់ឱកាសឈ្នះដ៏ទូលំទូលាយសម្រាប់អ្នកលេងឆ្នោតទាំងអស់ប្រិយមិត្តទូរទស្សនិកជនជាទីមេត្រីព័ត៌មានសេដ្ឋកិច្ចនៅពេលនេះបានជ